ត្រីភាពមុននឹងជំរាបលើកអាត់បង្គំហើយសូមប្រពុតដល់ជាធំព្រះធម៌ប្រសង់អង្គ3ប្រការលួនខ្ញុំមិនទន់ខ្លួនលើកដៃព្រោះខ្ញុំបានជួបនឹងតាវហាមុំសុននៃជ្រៀងយបៃឯខ្ញុំប្រាយឈួនចេញខ្លួនសំលេងមុនបងអស់អញ្ជើញតាដោយសັບបរោះពីព្រោះថ្ងៃយើងគូសំដីពីព្រោះសិល្បៈអើបុរាណឈប់ក៏មិនកើតខានក៏មិនបានហើយយើងក៏អរគុណខ្លាំងក្រៃឆ្លងឆ្លើយតាមបុរាណលំអានសុភាសិតនិងសាច់ធម៌ដូច្នេះជារឿងមួយដល់បវរបង្កលក្ខណៈគ្រប់ប្រការមិនឲ្យបាត់បង់ហើយមានតម្លៃហើយក៏សម្រាប់បងប្អូនញាតិយាយតាហើយគេអកពីដូតតាគឺថាមិនអោយបាត់បង់បើចឹងតាមមុំសិនមានអ្វីបញ្ចេញសេចក្តីឃ្លោកឃ្លាពីព្រោះតាសាក់សួរខ្ញុំមកឃ្លាខ្ញុំជំរាបតាមត្រង់សិល្បៈជាបៃបុរាណតាបានអ្វីបើតាមចំណងចំណែកចិត្តខ្ញុំអើក៏ចង់ងាកមុខទៅត្រង់អាចដោះកៃស្រាយអាយេចែកជូនបងប្អូនញាតិទាំងឡាយរំប្រាយឈួនជូនពិរោះល្បីឲ្យឈ្មោះក្នុងកម្ពុជាឥឡូវយើងទាំងពីរបានជួបគ្នាจะไปទាំងពីរយើងបកស្រាយនៅចិត្តនៃនៅបង្កាយអើយយើងច្រៀងឆ្លងឆ្លើយជូនអស់លោកខេត្តចិត្តឆ្ងាយយើងខ្ញុំសួរពីរំប្រាយឈួនពីរំប្រាយឈួនអ្នកដៃបកស្រាយជូនលោកឪពុកម្ដាយទាំងអង្គគ្នាមើលពីរំប្រាយឈួនបើខ្ញុំសួរឲ្យខ្ញុំសួរដែរឬអ្វីសួរយ៉ាងអីទេក្រមមេឃនៅវៃលើដៃអើយជាបៃថ្ងៃនេះបានប្រលះគ្នាយើងលេងអោយដល់កម្រិតលើកពុទ្ធភាសិតមកពរនាហើយសភាសិតបារាណក៏មានឃ្លាយើងពរនាសួរឆ្លងឆ្លើយមើលទៅកន្លែងនេះខ្ញុំចង់សួរទៅភិរមបាទអីខុសត្រូវយើងលេងកុំយំ
នៅបង្កាត់ចិត្តបង្កើយសរសើរមានចាំស្ដាប់ពាក្យសំណួរខ្ញុំនឹងសួរទៅពីរំហើយណែពីរំហើយស្ដាប់ឲ្យតន់បុរាណភាសាថាត្រកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានធន់ស្ដាប់តន់ឬមិនតន់កិច្ចកង់នឹងសួរដោយខ្លីបើចោលឆ្លើយរួចចាយប្រាប់តែរួចបើមិនរួចក៏គល់សំដីនាទីនេះក៏បាននៅខ្លីតើលេងនឹងតើវាយ៉ាងណាទៅអាយសុភាសិតបុរាណនឹងវិកែឲ្យស្អាតព្រោះសម្ដេចព្រះសង្ឃរាជជួនណាតបាននិទានស្ដីបាទលោកថាចឹងមែនត្រកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានផនតាស្ដាប់ឲ្យតន់តាមបទចបីបាទគេនិយាយពីមនុស្សរៀបសារម្នាក់អានឹងខ្ញុំឆ្លើយអត្ថានុរូបយ៉ាងខ្លីពីព្រោះពេលយើងច្រៀងចបីបើតាមខ្លឹមសុភាសិតមនុស្សដែលមានជីវិតរៀបសារខ្ពង់ខ្ពស់ឥតបញ្ចេញនាមឥតបញ្ចេញឈ្មោះធ្វើងារធ្វើការអំពើល្អជាកុសលក៏ប៉ុន្តែមនុស្សនោះមិនដែលបញ្ចេញឈ្មោះវិចារមិនដែលអួតអាងកាងយទីអ្នកស្រុកកាយមីងាស្មានតែមនុស្សនឹងធម្មតាជួនកាលមានគេមើងងាយទៀតផងក៏ប៉ុន្តែនោះដល់ឆ្លងទៅអំពើការងារតម្រេះវិជាអុចចេះដឹងអស់ចាធ្វើអ្វីក៏កើតធ្វើអ្វីក៏បានគេហៅតែមនុស្សប្រកបនិយមជួយសង្គមមនុស្សសាឲ្យគ្នាបានសុខសប្បាយហើយអស់ចាដល់យើងគន់គូគិតពិចារណាឧបមាដូចជានប្រាជ្ញល្បីរូបរាងក៏អាក្រក់ឆក់ឱកាសយើងមិនទាន់ដឹងឲ្យឃើញធ្វើដំណើរដើរពេលហ្នឹងអ្នកដែលមិនដឹងមើងងាយខ្លាំងក្រៃប៉ុន្តែដល់ចូលជំនុំចំណោមឧបមាឧទាហរណ៍យ៉ាងខ្លីថាអ្នកគេចេះនឹងលបាញ់ល្បីក៏ប៉ុន្តែគេមិនបញ្ចេញឈ្មោះអីតែការងារគេប្រកបណាអាយបើយើងមើលងាយគេពិតជាខុសច្បាប់ប្រកបណាត្រឹមត្រូវហើយត្រកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានផនសាទរខ្ញុំក៏សូមជូនពរជ័យឲ្យទៅរំឈួនបានសុខបានសេរីមានគោលសួស្ដីកំបីឃ្លាតច្រៀងនេះល្អណាស់ហើយត្រូវទាំងក្មេងត្រូវទាំងចាស់អត់ខ្វះអ្វីឥឡូវទី1ខ្ញុំសួរបញ្ចប់លប់ទៅឆ្លងដល់ទៅទី2មិនមែនលើកយកមង្គលទឹកបនីលើកទៅសភាសិតមកនិទានស្ដីវគ្គទី2តាត្រៀមស្ដាប់សម្ដីមិនមែនតែទី1ទី2អីមានទី3ទី4ទី5ទី6ចូលគ្នានឹងទី10ទី2ថាកាន់កពកឲ្យខ្ជាប់កុំឲ្យពកវាក្លាប់ខំឲ្យប្រាណទីសុភាសិតបរាណដែលលោកចង់ជាទ្រឹស្ដីកាន់កពកឲ្យជាប់ពោះរស់មិនមែនពោះងាប់ហើយខ្ញុំឆ្ងល់ណាស់ដែរឲ្យតានិទានស្ដីហើយចុះបើសិនណាយសួរខ្លួនឯងឆ្លើយខ្លួនឯងបាច់កថ្លែងអើឬអីតាយតាយ
ទៅបៃអ្នកចាប់ពុះរស់នឹងពុះវែកក្បៃលុយត្រូវចាប់វាឲ្យជាប់ឆ្ងល់តែអីរឿងហ្នឹងមនុស្សគេដឹងគ្រប់ទៅគ្នាពុះមិនមែនធម្មតាទេទៅមកបាក់ពុះពីមុខជីវខំយើងស្លាប់ហើយបើសិនណាយើងចាប់វាបានរស់ត្រូវកាន់កកពុះហ្នឹងឲ្យជាប់ហើយបើកាន់ទៅទុយវាត្រឡប់ចាក់យើងតបថ្ងៃសារឿងនឹងវាចឹងទេខ្ញុំក៏រេសួរមកចប់ពុះកៃរស់វាមិនងាប់វាឡប់នៅចិត្តដល់អាត្មាដូច្នេះប្រុងប្រយ័ត្នបើចាប់ទៅពុះបានកាលណាទាំងខ្ញុំហើយទាំងតាសវាចាប់ក៏វាមុននៅជាប់អីយេនេះភាសិតនេះខ្ញុំមិនត្រឡប់បណ្ណានិគាឋានរូបតាបានឆ្លើយសម្ដីចុះអខាបៈរូបនោះគឺអ្វីចាប់ទៅបៃបន្តទៀតទេអីតែសុភាសិតបុរាណលោកឲ្យយើងអានកុំឲ្យប្រមាទប្រាយលោកកាយឲ្យស្អាតបើនិយាយពីអត្ថបទនៃរូបវិញមនុស្សយើងធម្មតាព្រោះមនុស្សក្នុងលោកវាមានច្បាប់មានទម្លាប់មានធម៌មានសាសនាគេហៅថាសច្ចយុត្តិធម៌ស្ថិតលើមនុស្សដែលមានប្រាជ្ញាតែបានសេចក្តីយថាអ្នកមានបញ្ញាលើលោកីគេដាក់មកឲ្យយើងប្រណិប័តជាពុទ្ធបរិស័ទជាញាតិសន្តានគេថាធ្វើអ្វីធ្វើឲ្យបានឧបមារបស់កីមួយតែយើងធ្វើទៅលំវាមិនបានប្រយោជន៍អីវានាំឲ្យធ្លាក់ឆ្លោះដល់អាត្មាឧបមាថាយើងមានច្បាប់មានទម្លាប់ហើយឧបមាជាចោរមួយដែលចង់លួចទ្រព្យហើយវាមានល្បិចកិច្ចកលជ្រៅឆ្ងាយក្រៃអ្នកបោកអ្នកប្រាស់បើយើងដឹងផុសតាំងច្បាស់ហើយចាប់ជាប់ជាទម្លាប់កុំឲ្យវាកែកលៃហើយបើសិនណាជាយើងចាប់បានមនុស្សអាក្រក់អ្នកធ្វើអាក្រក់យើងកុំសង្ស័យចាប់បានហើយយកមកអប់រំយកមកកែច្នៃដើម្បីឲ្យមនុស្សនោះទៅជាដូចយើងបានណាហើយបើសិនណាជាយើងដឹងក៏មនុស្សមានអាសេរពឹសដូចពស់បដោយឲ្យរស់បដោយឲ្យមានល្បិចកលមិនចាប់ឲ្យជាប់មុខជាអស់ហើយមិនបានផលព្រោះមនុស្សកៃនោះវាអាចធ្វើទុកទោសដល់ប្រាណដូច្នេះដើម្បីឲ្យសុខទាំងយើងសុខទាំងអ្នកដែលខូចខលដូច្នេះបើយើងមានសិលធម៌ពុនប្រមាណឧបមាទៅមានច្បាប់ត្រឡប់យើងចាប់បានយើងត្រូវផ្ញើទៅរដ្ឋាភិបាលឬទៅអ្នកច្បាប់ណាដែលគេក្លាហានដើម្បីឲ្យមនុស្សនោះសះជាបានលែងប្រព្រឹត្តអំពើមិនគប្បីលែងខលឡាយលែងខូចហើយយើងកុំឲ្យរួចប្រូចទៅមុខមិនបានការដើរសាបព្រោះសេចក្តីទុក្ខាដល់មនុស្សយើងទៀតរៀងរាល់ថ្ងៃត្រង់ហ្នឹងចាស់ទុំបានចុចជាទម្លាប់ថាបើសិនណាជាកាន់ពោះកាន់ឲ្យជាប់ឲ្យបានច្បាប់ទម្លាប់ល្អប្រពៃពាក្យអស់នេះសិតតែពាក្យអប់រំក្នុងសង្គមមនុស្សលោកីឲ្យដឹងខុសដឹងត្រូវកុំឲ្យបំពានលើសិទ្ធិសេរីហើយបើយើងខ្សោយយើងចាប់ផោះតាំងគេមិនបានអីសត្រូវឲ្យនុកនៃលេងវិលធ្វើទុកដល់ខ្លួនយើងវិញអីនេះជាអត្ថបទនៃរូបប្រច្រាស់ទៅវិញត្រឹមត្រូវហើយអត់មានខុសទេពីរុំប្រាឈួនត្រូវទាំងខ្លឹមសារត្រូវទាំងជួនគ្មានទុកមនោគ្មានតោមនេះ
បើយើងចាប់អ្នកខូចអ្នកខលបានហើយកុំលេងយកទៅអោយអ្នកច្បាប់អប់រំរៀនសូត្រឲ្យកែប្រែទាំងអស់ខ្លាយទៅនឹងអត់មានចន្លោះអើយត្រូវទាំងអស់អត់ខ្វះអ្វីនេះហើយសភាសិទ្ធបុរាណលើកនិទានចងជាគ្រឿងស្ដីឥឡូវនេះដល់វគ្គទី3ខ្ញុំចាប់ទៅបៃសួរបន្តទៀតទេឥឡូវទី3នេះជាងអៀតណាស់តាជាចាស់ប្រុងស្មារតីបាទប្រុងចេះតែកើនឡើងបន្តិចកើតឡើងបន្តិចបំពេញឲ្យកិច្ចក្នុងបទជាបៃកាលមុនសួរស្រាលឥឡូវនេះសួរដល់ធ្ងន់បានតោនោះចែកបងប្អូនចែកប្រជាជនដែលលោកចង់ស្ដាប់សម្ដីដូច្នេះតាចាំស្ដាប់សម្ដីនៃសំណួរមានដូចតទៅគេថាកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5កញ្ចប់តមតំណំ2ស្ដាប់ហើយសូមសម្ភីតមតំណំ2គឺអ្វីកាប់ព្រៃ3នោះយ៉ាងណាសូមតានិទានស្ដីរក្សាព្រៃ10គឺអ្វីផឹកឆ្នាំ5កញ្ចប់គឺអ្វីដែលជាទិសដីអ្នកប្រាជ្ញចងតទៅមុខអើយអីយើងតាដោះស្រាយអធិប្បាយជូនលោកម្ដាយជូនលោកឪពុកកាប់ព្រៃ3រសាព្រៃ10ហឹកឆ្នាំ5ក៏ចប់តមតំណំ2អេបងប្អូនទាំងអស់បរោះនារីការសំណួរឲ្យការឆ្លើយសត្យតែជាគួរឲ្យគប់ព្រោះចំណោទតាមមកនេះបើតាមខ្ញុំស្ដាប់គ្រប់សពគឺចំណោទសច្ចធម៌អាសម្ពុទ្ធព្រះបរមគ្រូសัพពញូដល់បវរបាទនិយាយអំពីរឿងនៃធម៌គឺព្រៃ10នោះយ៉ាងណាកាប់ព្រៃ3គឺកាប់ឫសគល់អកុសលទាំង3ប្រការលោភោទោសោមោហោគឺអស្ចារ្យបងប្អូនដែរជាតិខេមរាគឺថាត្រូវកាប់វាចោលចេញទៅរក្សាព្រៃ10គឺកុសលកម្មបទទាំង10ប្រការត្រូវរក្សាទុកឲ្យនឹងមនុស្សលោកឲ្យយើងនឹងមានទីពឹងពិភពលោកជៀសផុតអំពើត្រអាស្រូវហើយពេលនេះហឹកឆ្នាំ5ក៏ចប់ខ្ញុំក៏រៀបរាប់ដូចតទៅប៉ុន្តែពេលឥឡូវសូមឲ្យស្លេះខ្សែខ្លីដល់សិអង្គក្រោយតសូមគោរពលាញោមញាតិពេលនេះមិនទាន់ចប់អីខ្ញុំនឹងតាមមសុនពេលវកុននាទីខ្លីសូមរៀបបាយរាប់បាយសំដីដើម្បីតទី2បន្តទៀតទេអីអើសូមគោរពលាញោមញាតិ
មុនតាមមសុនសួរឲ្យរៀបរាប់កាប់ព្រៃ3រសាព្រៃ10ផឹកឆ្នាំ5ទៅចប់កាន់ទំនំ2ដូច្នេះខ្ញុំឆ្លើយរៀបបីរាប់ឲ្យបានសុខសប្បាយឲ្យពេញទីជូនមៀមមីងយាយតាបរោះនារីដែលលោកសំភីស្ដាប់សំដីនេះផ្នែកសិលធម៌របស់ពុទ្ធបញ្ញាមុខមុតប៉ិនប្រសពអេអយកាប់ព្រៃ10គឺយើងត្រាយចោលកុំទុកវាអីរក្សាព្រៃ10ត្រូវឲ្យយើងកាប់ព្រៃ3គឺព្រៃអកុសលក្នុងលោកីគឺភាពលោភៈទោសៈមោហៈជាឫសគល់លោភៈចម្ពាក់ក្នុងអារម្មណ៍ចង់មានចង់បាននោះឲ្យហួសហេតុរហូតបំពេញលើសិទ្ធិអ្នកដទៃនេះខ្ញុំនិយាយឲ្យច្បាស់កឡែតបើពាក្យបាលីសម្ដែងចំហើយយើងគ្រាន់តែចង់មានបានរកស៊ីធម្មតាមិនមែនហៅថាចម្ពាក់ក្នុងអារម្មណ៍ពាក្យថាលោភលន់លោភោនោះធ្វើឲ្យភាំងភ័ន្តលោភនឹងមានច្រើនប្រការសេចក្តីប្រាថ្នាអាក្រក់ឥតមានព្រំដែននឹងហើយហៅថាលោភៈចំណែកឯទោសៈបទុះសរាយនឹងអ្នកនានាធ្វើឃាតឬសម្លាប់មកអំពីទោសៈមហិមាត្រង់នេះយើងត្រូវកាប់បីវាមោហៈវង្វេងស្វឹងភ័ន្តច្រឡំក្នុងអារម្មណ៍ទាំងឡាយពាក្យថាមោហៈធម៌បានសេចក្តីថាភាពវង្វេងដូច្នេះខ្លួនខ្ញុំនិយាយពិតមិនមែននិយាយលេងចុះរសាព្រៃ10គឺយើងប្រព្រឹត្តកុសលកម្មបទ10ប្រការយើងមិនសម្លាប់មិនលួចទ្រព្យអ្នកដទៃមិនប្រព្រឹត្តខុសក្នុងកាមនេះជាពាក្យសម្រាយសនុកថាអំពើប្រព្រឹត្តទៅថ្មីដូចបងប្អូនបានដឹងចំនួនពាក្យថាកុសលកម្មបទ10កម្មបទអំពើដែលយើងប្រព្រឹត្តទៅលើអំពើល្អនេះសម្ដីវិប្រាជឈួនឯវិជ័យមាន4គឺយើងវាចាកវិជ័យអាក្រក់4ប្រការតាំងពីមុសាវាទបរុសវាទបសុណាវាទសម្ផបលាវាទទាំង4នេះជាក្រោតគ្រៀតហើយយើងតម្រង់សមាវិជ្ជាមโนកម្ម3អភិជាព្យាបាទមច្ឆាទិដ្ឋិនឹង3ប្រការវាប្រព្រឹត្តទៅតាមផ្លូវមโนសញ្ចេតនាគឺយើងរវាងប្រយ័ត្នតែខែរសាកុំឲ្យអកុសលទាំង10ប្រការនឹងចូលមកបានចាបាទតមតំណំ2គឺតមមច្ឆាទិដ្ឋិនឹងមានអ្នកអេពាក្យបាលីចែងច្បាស់ការប្រកាន់ពេកកលមិនគប់បីប្រកាន់ថាមានតែអញទេក្នុងលោកគ្មានទេអ្នកដទៃបាទការប្រកាន់នឹងវានាំបង្កើតចំនួនក្នុងលោកីបានយុវជនស្រីមិនអោយប្រកាន់តាមតំណំ2ជំរាបឲ្យដឹងគឺអំពើអស់នឹងខ្ញុំរៀបរាប់ណាកាប់ព្រៃ3រសាព្រៃ10ដូចខ្ញុំអត្ថបាយខាងលើមកចប់ជំរាបដំណឹងតាមតំណំ2គឺមច្ឆាទិដ្ឋិនឹងមានអ្នកយៈតៃលៈយើងក៏ត្រូវដឹងយើងតាមតំណំ2នឹងមិនអមិនខឹងមិនខាតខុសអីអើយល់តាមមសុនជ្រាបចុះជ្រាបហើយពីរុំប្រាឈួនឆ្លើយនឹងត្រូវចំសំនួនអត់មានខុស
បងអូនញាតិញោមទាំងស្រីទាំងប្រុសស្ដាប់តែចោះជាទីមិត្តរីកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5ក៏ចប់តមតំណំ2បងអូនបរោះនារីនេះជាសភាសិទ្ធិរបស់ព្រះពុទ្ធគឺបជនអាស្រ័យហើយពីរំប្រាឈួនដោះស្រាយបរិយាយគ្មានខ្វះអ្វីឥឡូវបញ្ចប់វគ្គទី3ចាប់ទៅបៃសួរដល់ទី4នឹងឥឡូវនេះចូលដល់ផ្លូវធម៌គឺគិតលេងតែខទាំងអស់បាទចឹងយកបើចឹងបងប្អូនជាទីសប្បុរសហើយទី4សួរពីរំប្រាឈួនឲ្យឆ្លើយសំដីទី1ទី2ដល់មកទី4ត្រៀមខ្លួនកុំស្ងៀមហើយពីរំប្រាឈួនអើយខសង្គ្រោះពិភពលោកមានប្រមាណយ៉ាងហើយឆ្លើយមកឲ្យមានផតាងមានទីអាងនៅក្នុងច្បាប់ព្រះចិនអាស្រ័យមិនសួរធម៌សង្គ្រោះមេត្តាបៃតាមិនសួរអំពីរឿងបុត្រីបុត្រាសង្ឃហធម៌នោះខ្ញុំមិនសួរអ្វីសួរអំពីធម៌សង្គ្រោះពិភពលោកអើយមានប៉ុន្មានយ៉ាងសូមទាញផតាងកាត់ដោយខ្លីៗជ្រាបដើមសំណួរហើយអ្វីចាប់ទៅបៃឆ្លើយសំដីជូនសន្តានអីដល់ចូលដល់គម្រោងផ្លូវធម៌សំដីល្អសួរមកខ្ញុំឲ្យខ្ញុំដោះសារអេបាញ់មិញនេះតាសួរខ្ញុំទៅកាប់ព្រៃ3រសាព្រៃ10ផឹកឆ្នាំ5ក៏ចប់តំតំណំ2បានឆ្នាំ5ក៏ចប់នឹងគឺសិល5តាមបុរាណខ្ញុំក៏បានឆ្លើយសម្ដីគឺបញ្ចៈសីលាទុកជាឆ្នាំ5ក៏ចប់បាទឥឡូវឲ្យឆ្លើយគ្រប់សពនៅក្នុងនីពិភពលោកីព្រះសម្ពុទ្ធបរមគ្រូប្រសាទបញ្ញូមានអត្តន័យព្រះអង្គទៅឲ្យមនុស្សលោកក្នុងលោកីអ្វីដែលមានសង្គ្រោះគ្នាជាធម្មតាចម្លើយពីប្រាជ្ញជួនសង្គ្រោះនោះមាន4យ៉ាងខ្ញុំសូមទាញផោះតាងអើយជំរាបទៅតាបាទទី1គឺទានៈទី2បយវិចាទី3អដ្ឋចរិយាទី4សមានតតាភាសាបាលីពេលនឹងចបៃបុរាណតាស្ដាប់បានឆ្លើយកុំខឹងអុយខ្ញុំរាប់4យ៉ាងនឹងនេះហើយសង្គ្រោះទូទៅក្នុងលោកីបាទបើចឹងតាតតបឆ្លើយសងសពតាមសម្ដីសម្ដែងចាត់ចែងឲ្យឃ្លាខ្លីឆ្លើយបត់បល័យប៉ុណ្ណឹងសិនទេអាយអើត្រឹមត្រូវហើយ4នឹងតើ4នឹងអ្វីខ្លះប្រើឲ្យច្បាស់ជាភាសាខ្មែរអូចង់ស្ដាប់ភាសាខ្មែរបាទហើយពុទ្ធភាសាភាសាបាលីចេះតែអានបាលីក៏ស្ដាប់មិនបានដែរចឹងហើយស្ដាប់បានតែយើង2នាក់ដែលធ្លាប់វាយៈរៀងរាល់ថ្ងៃបងប្អូនមីងមាស្រីស្រែចំការមានលោកយាយលោកតាខ្លះក៏ស្ដាប់មិនបានបាទឥឡូវសូមឲ្យលោកតាចែកជូនដល់ញាតិសន្តានស្ដាប់ឲ្យបានក្នុងនេះលោកី4នឹងគឺអ្វីខ្លះប្រែជាភាសាខ្មែរជាពាក្យសម្ដីទី1អ្វីទី2អ្វីទី3អ្វីទី4អ្វី
សូមឆ្លើយនៃឲ្យក្បោះក្បាយអើយអាយើងអើយសូមឆ្លើយមានន័យឲ្យក្បោះក្បាយអើយតាយព្រះបរមគ្រូបានបញ្ជាក់ពាក្យថាទានអ្នកប្រែថាអំណោយដែលយើងឲ្យគ្នាទៅវិញទៅមកអេឲ្យក៏បានជូនក៏បានមិនឲ្យឆោឡោដែលពាក្យប្រែមកជាខ្មែរធម្មតាទានអ្នកនឹងប្រែថាឲ្យហើយចោះអំណោយនោះយ៉ាងណាប្រទេសមួយបុគ្គលមួយយទីស្នេហាឥឡូវនេះត្រឹមត្រូវអស្ចារ្យគឺថាចេះសង្គ្រោះដល់គ្នានឹងគ្នាឥឡូវយើងនិយាយផ្ទាល់ពីភាពបុគ្គលវិញទៅចុះទោះកៃស្រីឬអីប្រុសដែលយើងមានទ្រព្យសម្បត្តិល្បាញល្បីយើងរកបៃស៊ីជាអំពើល្អសច្ចធម៌ល្អប្រពៃយើងចេះចែកចាយដល់អ្នកមានគុណបុព្វការីបើឃើញអ្នកកំសត់ទុករកត់ក្តីគប្បីធ្វើអំណោយឲ្យជាធម្មតាបាទនេះហើយទាននៃអ្នកពិភពលោកបច្ចៈទៅជុំសុខដុមរមនីនេះជាពាក្យអង្គព្រះភគវីដែលព្រះអង្គត្រាស់ដឹងសច្ចធម៌ចំណែកទី2បើយើងនិយាយពីសមាណត្តតាយើងចិញ្ចឹមជីវិតស្មើគ្នាអស្ចារ្យគឺថាមិនលោភបៃលន់លួចប្លន់អ្នកដទៃសមាណត្តតានឹងអញ្ចឹងទេបច្ចៈវិចាមធុរៈវិចាគឺវិចាផ្អែមយ៉ាបាទប្រះចាកការញុះញង់បន្ថយបន្ថែមធ្វើឲ្យអកុសលដល់លោកីបច្ចៈវិចាទី2សមាណត្តតាទី3គឺចិញ្ចឹមជីវិតដោយប្រពៃយើងចេះចែករលែកអ្វីដើម្បីឲ្យស្មើគ្នាអាចរស់នៅបានក្នុងសង្គមមួយត្រូវជួយលើកជីវិតសង្គ្រោះជីវិតអ្នកនៃទូទៅព្រោះមនុស្សយើងកើតមកក្នុងលោកឥឡូវក៏ដូចជាពីបុរាណពាក្យថាជីវិតស្មើគ្នានោះតើយ៉ាងម៉េចយើងមិនមែនប្រមាថភាពជនញាតសន្តានបើឃើញគេឲ្យមានបានបង្ហាញប្រយោជន៍អ្នកដទៃយើងត្រូវធ្វើដូចទឹកស្រះទឹកអណ្ដូងកុំធ្វើដូចទឹកសមុទ្រប្រៃនេះប្រៃយទីបំផុតមនុស្សមិនអាចក្រេបផឹកបានអ្វីទឹកអណ្ដូងរុះសាបថ្លាអស់មហាជនផងដងអាស្រ័យត្រង់នេះយើងមិនមែនស្វិតស្វាញមច្ឆរិយៈកំណាញ់អ្វីបានសេចក្តីថាជួយលើកជីវិតឲ្យបានស្មើគ្នាអដ្ឋចរិយារឹកពីមនោសញ្ចេតនាជាប្រយោជន៍ធំនិយាយពីរឹកពីម្នាក់ទោះតូចទោះធំក្នុងសង្គមមនុស្សលោកីពាក្យថាអដ្ឋចរិយានឹងមានអកប្បកិរិយាជាប្រយោជន៍ផ្ដល់ឲ្យយើងផងផ្ដល់ឲ្យអ្នកដទៃប្រយោជន៍នោះគឺអ្វីនិយាយអំពីការរកស៊ីមុខរបរផ្សេងដទៃអ្នកនោះមានឫទ្ធិមិនចេះឆ្មាំឆ្មៃអ្វីចេះចែកប្រយោជន៍ដល់គ្នានឹងគ្នាឧបមាឧទាហរណ៍ថាដូចជាការងារល្អណាមួយនោះបើដឹងម្នាក់ប្រព្រឹត្តដីខុសហើយម្នាក់ទៀតជួយបង្ហាញតម្រេះវិជ្ជាគ្នាល្ងងមិនសូវចេះធ្វើកិច្ចការផងទាំងពួកគ្នាឧបមាបីដូចជារោងចក្រឬកៅស៊ូលោកមីងលោកពូធ្វើការងារមានន័យកូនបុតដីគ្នាមិនចេះវិជ្ជានឹងអីនិយាយកុំឲ្យធ្វើថាបច្ចេកទេសការចេះដឹងយ៉ាងបានសេចក្តីថាមិនប្រកួតមិនប្រកាន់អ្នកដទៃឲ្យគ្នាចេះដឹងផងវិជ្ជាអស់នឹងហើយ
មានរឹកពីមិនមែនឆ្មាំងឆ្មៃរឹកពីទីនេះបើនិយាយតាមភាសាបាលីគេថាអដ្ឋចរិយាគឺមានរឹកជាប្រយោជន៍ឲ្យអ្នកជននានាបាទគេមិនមែនខ្លាចនឹងរឹកពីទុនភ្លុនសុភាពរៀបសារដូច្នេះខ្ញុំអធិប្បាយមិនបានបកស្រាយច្រើនប្រការត្រង់នេះធម៌4ពាក្យថាសង្កហៈធម៌ឬសង្គ្រោះឲ្យមនុស្សលោកកាលណាក៏បានធម៌4យ៉ាងនឹងយកជាផុសតាងដល់ប្រពៃសង្គមមនុស្សទាំងឡាយសុខសប្បាយជ្រាបទេវែងបន្លាយបន្តិចហើយតែសកម្មភាពខ្ញុំសូមរាប់រៀបតាមបទបាលីតាំងពីទានអ្នកបយៈវិចាសមានតតាអដ្ឋចរិយាទី3ទី4ភ្ជាប់សេចក្តីឆ្លើយយ៉ាងខ្លីប៉ុណ្ណឹងសិនអាយតាជួយបន្ថែមដោយប្រសពប៉ុណ្ណាត្រឹមត្រូវហើយធម៌សង្គ្រោះអើយចង់ឲ្យយើងរស់ស្មើគ្នាសន្តានមីងមាយបើឃើញគ្នាខ្វះខាតជួយរៀនសូត្រគ្នាសិនឧទាហរណ៍ដូចជាអ្នកគ្មានកម្រេះហើយអ្នកចេះខាងប៉ាកែប៉ាន់នឹងជួយបញ្ចេញបច្ចេកទេសប្រាប់គ្នាសិនកិច្ចនឹងកុំមែនណាយសង្កាន់តានិទានបានត្រឹមត្រូវធម៌សង្គ្រោះគឺមាន4ប្រការដោយតាមានប្រសាសន៍ពិភពលោកទាំងអស់ក្នុងដែលយល់ច្បាស់នេះលើកឡាត់កាត់ឲ្យខ្លីប្រទេសណាក៏ដូចប្រទេសណាអើយចេះជួយសង្គ្រោះគ្នាឃើញប្រទេសមួយវេទនាដឹងថាប្រទេសនឹងក្រក្រៃយើងមានវិភាគទៅទានហើយយើងសង្គ្រោះចែកជួយគ្នាឲ្យរស់ត្រឹមត្រូវហើយគ្មានខ្វះអ្វីបើចឹងលើកសំណួរសួរមួយទៀតចែកជូនញាតិជាទីមិត្តរីចាំស្ដាប់ពាក្យសម្ដីនៃសំណួរមានដូចតទៅពីរំប្រាឈួនអើយខ្ញុំលើកសុភាសិតមកសួរបន្ថែមទៀតដែរត្រូវពីរំចែកជូនដល់សន្តានញាតិដោយពាក្យភាសាជាបៃសុភាសិតថាទឹកបាក់លើទីទៀបលៀបធ្លាក់ទៅលើសេរីទឹកបាក់លើទីទៀបបងប្អូនហើយជាទីមិត្តរីលៀបបាក់លើសេរីពីរំប្រាឈួនចាប់ចបៃឆ្លើយសម្ដីជូនសន្តានអើយអាយើងអើយបើឆ្លើយត្រង់ឆ្លើយផ្គួបរៀងរៀបទឹកតែងធ្លាក់មកលើដីទៀបមិនដែលហូរច្រាស់ទៅដីខ្ពស់ងាយអើយលៀបសេរីហើយនឹងសាក់យោត្រង់នេះបងប្អូនស្ដាប់រៀងរៀបមកគឺមិនដែលហូរប្រច្រាស់ទៅចិញ្ចើមទេទឹកតែងធ្លាក់មកទីទៀបច
ចំណែកឯខាងលៀបអូចទៅធ្លាក់ទៅលើសេរីមនុស្សយើងមានវិជ្ជាចេះការងារនេះឆ្លើយបច្ច្រាស់គេហៅថាអបនិរូបប៉ុន្តែខ្ញុំឆ្លើយគួបពីព្រោះបានជួបតាយបៃតាសាក់សួរទី4ទី3ឥឡូវឆ្លើយនេះនិយាយដោយរៀងរៀបទឹកបាក់ទៅលើទៀបចំណែកឯខាងលៀបភសការៈបុទល់តអ្នកមានរាសីមនុស្សយើងបើនិយាយឲ្យត្រឹមត្រូវតាមហេតុតាមការកើតមកពេលម៉ោងឆ្នាំខែខុសគ្នាកាលណាបានជាដូនតាយើងទៅរឹកចតាអន្សាកំណើតយើងកើតមកមិនចង់ឲ្យអ្នកណាមួយទុកភ័យក៏ប៉ុណ្ណឹងតែបើនិយាយទៅតាមវិទ្យាសាស្ត្រពីបុរាណលោកបានថាមនុស្សមានរាសីអ្នកណាដែលគេមានស័ក្តិយុខ្ពស់ល្បីអ្នកណាដែលគេមានរាសីលៀបសេរីតែងបាក់ធ្លាក់ទៅលើនៅហ្នឹងបើតាមសម្ពុទ្ធមកុដបវរថាឲ្យយើងខំធ្វើអំពើល្អសាងសច្ចធម៌ទាំងអស់គ្នាសច្ចខន្តីកតញ្ញូយកជាគំរូជននានាដែលគេកសាងអំពើល្អហើយមានសុខសួស្តីយើងទោះមានទោះក្រអំពើល្អកុំបំភ្លេចចោលអ្វីអំពើល្អហ្នឹងហើយនាំឲ្យមានលៀបសេរីអំពើល្អនាំមកនូវសុខសួស្តីបើយើងប្រព្រឹត្តអំពើសុចរិតគួរគប្បីលៀបជ័យនឹងកើតមកឯងដូច្នេះលៀបបកើតវាធ្លាក់មកលើអ្នកមានរាសីអ្នកមានសុខសួស្តីអ្នកមានសច្ចធម៌ថាយ៉ាងមួយម៉ាត់អត់បាទអ្នកមានសុចរិតមានអំពើល្អអ្នកណាដែលអំពើអាក្រក់ដើរលួចដើរឆក់មុខជាខ្វះហើយការសុខសួស្តីដូចមានពាក្យបុរាណលៀងរៀបថាចង់ខ្ពស់បើទៅជាបានទៀតឧបមាតែនិយាយពីអ្នកលួចអ្នកប្លន់អ្នកដតីហើយចង់ឲ្យបានគ្រាន់បើប៉ុន្តែការហ្នឹងវាមិនមែនប្រសើរដល់គេស្គាល់មុខជួនកាលជាប់គុកហើយទាំងថ្ងៃចង់ខ្ពស់បានទៀតជាច្រើនចង់លៀបរែងបាត់ធន់ទៅបើអញ្ចឹងពាក្យនេះជាផ្លូវជាការអប់រំសង្គមមនុស្សយើងទំនើបថ្មីថាទឹកវាមិនដែលហូរទៅខ្ពស់ទេវាបាក់ទៅលើទៀតហើយលៀបទៅបាក់លើសេរីលៀបឲ្យធ្លាក់លើសេរីបើយើងដឹងទាំងអស់ទាំងប្រុសស្រីខំធ្វើខ្លួនឲ្យល្អកាន់ធម៌សុចរិតដូចខ្ញុំបាននិទានស្ដីវាខ្វះអីលៀបមុខជាហូរចូលមិនខាតអីអើយបើខ្ញុំថាប៉ុណ្ណឹងតាកំខឹងស្ដាប់បានឬមិនបាទត្រឹមត្រូវហើយពាក្យតាមានវិចារក៏ល្អណាស់ហើយខ្ញុំបានក៏ស្ដាប់ច្បាស់អត់មានខ្វះអំពីអ្វីទឹកបាក់ធ្លាក់លើទីទៀបទីណាទៀបទីនឹងត្រូវមានទឹកយើងយល់ដឹងទាំងយប់ទាំងព្រឹកដូចជាបឹងដូចត្រពាំងក្តីទឹកដែលនៅក្នុងលោកមិនដែលទឹកណាឡើងមកលើគោកមិនដែលទឹកណាហូរឡើងលើកពូលភ្នំទឹកតូចទឹកធំធ្លាក់ពីកពូលភ្នំហូរចូលដីព្រះពុទ្ធលោកទ្រង់សម្ដែងថាឆ្កួតក្នុងពិភពលោកមានប៉ុន្មានយ៉ាងអើយនេះសួរអញ្ចឹងតាទាញមកឲ្យមានផោះតាំងអើយឆ្កួតនេះឆ្កួតមកពិភពលោកស្ដាប់ឲ្យបានកុំឲ្យសង្ស័យតើមានប៉ុន្មានយ៉ាងទាញផោះតាំងកាត់ដោយខ្លីឆ្កួតលោកមហាឆ្កួតលែងដឹងអីនៃនឹងមានប៉ុន្មានយ៉ាងអើយអីយើងអើយហើយរាយផោះតាំងយ៉ាងមកដេញខ្លះអើយអីយើងអើយយើងព្រះសម្ពុទ្ធបរមគ្រូអេ
ជាគំរូឈួតក្នុងលោកីច្បាប់បុរាណយើងថាមានតែឈួត8ណាបាទតែឥឡូវនោះអង្គប្រសាសស្ដាលោកបានមានព្រះអស់ពីព្រះអង្គប្រកាសត្រង់តាមសាច់ធម៌ឥឡូវតាវហាចង់សួរកាយខ្ញុំស្ដីខ្ញុំសូមរៀបរាប់មិនមែនចេះឯងដឹងឯងព្រះទ្រង់សម្ដែងខ្ញុំក៏មិនមែនអួតបាទព្រះពុទ្ធថាទៅជាឈួតខ្ញុំសូមនិយាយភាសាបាលីទី1កាមុំមត្តកោទី2សរុមមត្តកោហើយចំណែកទី3កោធំមត្តកោនេះពាក្យមកចេញពីបាលីដល់ទី4គឺអវ័យហៅទៅទឹកធំមត្តកោដល់ទី5មោហុំមត្តកោខ្ញុំប្រែមកសូមជម្រាបមិនទាន់ឲ្យប្រែមានព្រៀបដល់មួយទៀតយ៉ាងណាយៈធំមត្តកោបត្តមត្តកោទី7ដល់ទី8ប្រការវិនិច្ឆ័យយមត្តកោប្រែមកចេញវិគិតថាគាត់ទៅរៀបរាប់មេតិកាជូនតាត្រឹមប៉ុណ្ណឹងអីគឺមាន8យ៉ាងទាញផោះតាងឲ្យបានដឹងពុទ្ធមាន8ឥឡូវនេះមិនអួតគឺតាថាឈួតមាន8ប្រការបាទមាន8តែថាចិត្តទី1អ្វីទី2អ្វីទី3អ្វីទី4អ្វីទី5អ្វីខ្លះមើលសូមតាមានប្រសាសន៍ឆ្លើយឲ្យច្បាស់ដល់8ក្តាបកប្រែជាចេញពីបាលីជូនលោកយាយជូនលោកតាជនជាតិញាតិខេមរាបកស្រាយឲ្យអស់ទាំង8ប្រការចេញពីភាសារបស់បាលីអីទី1កាមុំមត្តកោគឺឈួតដោយកាមគុណទាំង5បើតាមខ្ញុំចាំរូបសម្លេងក្លិនរសសម្ផស្សដែលបរោះស្ត្រីពាក្យថាឈួតនោះមិនមែនយើងដែលបានគ្នាជាប្រពន្ធប្តីពាក្យឈួតនោះអញៃមិនស្កប់មិនស្គាល់មិនគប្បីបើស្រីវក់ឈួតនឹងប្រុសហើយបើប្រុសក៏វក់ឈួតនឹងស្រីបានសេចក្តីតែចោលកូនចោលប្តីចោលប្រពន្ធចាបាទមកអំពីកាមគុណនឹងមួយធ្ងន់ដូចកាមគុណនឹង5ប្រការដូចមានពាក្យស្លោកថ្មីថាដល់ឲ្យពេលបានលុយកាលណាដល់ឲ្យបាយផ្សារអស់លុយកាលណាមកលេងបាយផ្ទះអានឹងទៅជាឈួតកាមុំមត្តកោកោធម្មត្តកោក្រោតខឹងច្រើនក៏ទៅជាឈួតដែរតាបាទនេះមិនមែនខ្ញុំទេអ្នកសម្ដែងថាគឺប្រសាសស្ដាជាម្ចាស់លើលោកីទុតធមុតមត្តកោគឺទិដ្ឋិមិច្ឆាទិដ្ឋិយល់ខុសនាំឲ្យឈួតក្នុងលោកយើងនេះមិនគប្បីចាបាទមោហមត្តកោឈួតអ្វីដោយសេចក្តីវង្វេងភ័ន្តច្រឡំមិនស្គាល់ខុសត្រូវប៉ុណ្ណឹងបានស្ដាប់បានណាយៈខុមមត្តកោឈួតមកអំពីបិសាចបៀតបៀននេះព្រះទ្រង់សម្ដែងនិទានខ្ញុំសូមជម្រាបព្រៀងលៀនប្រុសស្រីបត្តមត្តកោឈួតព្រោះកំរើកទឹកប្រមាត់ពុទ្ធបរិស័ទហើយលោកស្ដាប់សម្ដីវិនិច្ឆ័យយមត្តកោបានសេចក្តីថាឈួតមកអំពីការដែលយើងឃើញការវិនិច្ឆ័យអន្តរាយដូចជាអស់កូនអស់ប្តីអស់ទ្រព្យសម្បត្តិវិនិច្ឆ័យខ្ចាត់នាំឲ្យវិកលចរិតដែរព្រះ
បរមគ្រូលោកឲ្យចេះព្រៀបចេះប្រែចេះទុកចិត្តទុកគំនិតក្នុងលោកីអានេះវាជាធម្មជាតិបាតុភូតពិភពលោកទេរូបយើងហើយរូបគេរូបតាសុនរូបខ្ញុំអ្នកកេះចបៃបើយើងមិនចេះមានហ្វ្រាំងទុកបៃទល់ទៅជ្រួតច្បល់មិនគប់បីសម្ដេចអង្គព្រះចិនស្រីលោកឲ្យទ្រង់ឲ្យទុកទល់តាមមុំមត្តកោឈួតព្រោះសេចក្តីប្រាថ្នាចំណងតម្រេកត្រេកតាអាលរាគៈនេះជំរាបឲ្យជាសរុបមត្តកោឈួតព្រោះសរាដែលយើងសែបជ្រុលពេកច្រើនពេកលែងដើរលែងដេកលែងធ្វើការក៏ប្រមត្តកោឈួតខឹងច្រើនកាលណាដូចខ្ញុំរៀបរាប់ជាសេចក្តីយៈឃុំមត្តកោឈួតដល់វិសាចបៀតបៀនតែនឹងយើងអាចមើលជាបានណាតាអូឈួតខ្លះអាចយើងមើលជាដល់ឈួតចិត្តប្របាក់មើលណាស់សូមជម្រាបឲ្យច្បាស់សេចក្តីការវិនិច្ឆ័យការអន្តរាយទ្រព្យសម្បត្តិទ្រព្យធនប្តីប្រពន្ធកូនអ្វីបើយើងមិនគិតមិនតាំងស្មារតីលោកកៃនាំឲ្យវិលឈួតដែរអាយអេក៏ប៉ុណ្ណេះតាស្ដាប់បានហូហើយឥឡូវឈួតទាំងបំដីអើយតាបិចេញសំដីហើយសូសាប់ខ្ញុំនៅគៀមខ្ញុំចាំស្ដាប់ប្រាប់មកក៏ហូហែឈួតស្រីឈួតស្រាពាកលោកថាឈួតទឹកតប៉ែឈួតអស់នឹងទឹកប្របាក់កែកុំអ្នកណាហៅទៅបដៅទូនមានរៀនសូត្រក៏មិនបានដែរប្រកាយតែវ៉ែសវ៉ារដប់ហើយចំណែកខាងឈួតស្រីក៏អញ្ចឹងដែរតែមួយបានទេចង់បាន2ហើយចង់បាន3ចង់បាន4ចង់បាន5ឈួតនឹងឈួតនាំមកមានកម្មមិនងាយមើលជាតែញាតសន្តានដល់វាឈួតស្វឹងអញ្ចឹងទៅយូរអស់អលីងគ្មាននៅសល់ទេឆ្នាំងចានទៅព្រាយឆ្នាំងអីវ៉ាន់នឹងក៏គ្មានសល់ប្រមាណទេលក់ផ្ទះលក់ម៉ូតូលក់សក្លោលក់ឡានឲ្យតែបានទៅរកមួយទៀតទេតែឈួតទាំង8ខ្ញុំក៏លើកលែងមកថាខ្លះត្រឹមត្រូវឲ្យតាមានប្រសាសន៍មានលុយបាយផ្ទះមានអត់លុយមានលុយអីបាយផ្សារអស់លុយកាលណាមកបាយផ្ទះនឹងក៏ត្រូវប្រកបទៅណាមានប្រសាសន៍អត់ខ្វះអ្វីធ្វើនឹងឲ្យលំបាកនាំតោកយ៉ាដល់ស្រីហើយចកតែមួយហើយនឹងមួយទៅវថៃអេមេលបល់អីរ10 20មកដាក់តែខ្លួនហ្នឹងចម្រៀងចបៃឆ្លងឆ្លើយពេលនេះហើយអំពីបុរាណភាសាពីតអាជូនយាយជូនតាស្ដាប់ចបៃយើងឈ្មោះថាជាអ្នករសាទុកមួយសម្រាប់គេអកពីបុរាណពងខ្ពស់កាឲ្យស្កើនបានឆ្លើយឆ្លងទុកក្នុងបណ្ណាល័យព្រោះប្រពៃណីទំនៀមទម្លាប់កុំឲ្យវកបបាត់ក្នុងលោកីឲ្យកម្ពុជាយើងសុខសួស្ដីតលតែមានអ្វីចាស់បុរាណថែរក្សាបាននៅបូរណភាពមួយម៉ាត់និយាយកាត់ទៅថាភាពពីបុរាណអ្នកបូរណភាពនោះយ៉ាងតាបាទដូច្នេះយើងក៏សូមអរគុណដល់ស្កានហើយអរគុណនឹងព្រៀងលៀនញាតិសន្តានឥឡូវពេលខ្លីចបៃនឹងសូមគោរព
បៃលាជូនពរជោគជ័យយើងលើកហាត់ប្តឹងដល់ទេពតាចម្រៀងទាំងពីរអ្នកចបៃសូមសុខសួស្ដីដល់បងប្អូនយាយតាមានបងមានងានសពការគឺយកចបៃនេះទៅដោះសារគ្រាន់នឹងពិចារណាជំនួយស្មារតីអាយអើសូមលាយាយតាដោយបាត់ខ្លី